ពាក្យថាខ្លួនទីពឹងខ្លួនមិនមែនបានសេចក្តីថាមិនជួយគ្នានោះទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងអំពីការជួយអ្នកដទៃដោយវិធីច្រើនបែបច្រើនយ៉ាងណាស់ជាពិសេសគឺព្រះអង្គផ្ទាល់ដែលមានពុទ្ធកិច្ចជួយសត្វលោកដោយមិនមាននរណាប្រៀបប្រដូចបានឯពាក្យថាខ្លួនទីពឹងខ្លួននេះមានអត្ថន័យថាត្រូវព្យាយាមកម្ចាត់បង់នៅកិលេសក្នុងសន្តានរបស់ខ្លួនឯងព្រោះថាអ្នកដទៃមិនអាចមកធ្វើនៅកិច្ចការនេះជំនួសយើងបានឡើយកិច្ចការនេះអាចនិយាយបានថាការទូលមានឬការធ្វើឲ្យខ្លួនឯងបរិសុទ្ធបុគ្គលដែលទូលមានខ្លួនធ្វើឲ្យខ្លួនឯងបានស្អាតបរិសុទ្ធពិតៗគឺជាការបាននៅទីពឹងក្នុងការរួចចាកទុក្ខទាំងពួងជាទីពឹងដែលជាបានដោយកម្រពាក្យថាធ្វើល្អបានល្អគេច្រើនតែកាន់យកសេចក្តីថាធ្វើល្អបានផលល្អលៀបយកសរសើរនឹងកម្មសុខគេចាត់ថាជាផលល្អក្នុងទីនេះលុះដល់ទេមិនបានឃើញផលល្អតបស្នងដែលជាទទួលរឿងមិនល្អដោយប្រការផ្សេងៗវិញគេក៏អស់ជំនឿឬក៏គេគិតថាធ្វើល្អក្របានផលណាពាក្យថាធ្វើល្អបានល្អពិតមែនថាសំដៅដល់ការបានផលល្អដែរហើយប៉ុន្តែអ្វីដែលល្អជាងផលល្អដែលជាលៀបយកសរសើរនឹងកម្មសុខទៅទៀតនោះគឺសេចក្តីល្អនឹងឯងសេចក្តីល្អល្អជាងភពភូមិឋាននានាទាំងអស់ព្រោះជាសេចក្តីល្អរបស់ចិត្តជាគុណសម្បត្តិប្រព្រឹត្តទៅជាបារមីជាគុណជាតិកម្ចាត់បង់បាបក្នុងសន្តានមានតម្លៃកាត់ថ្លៃមិនបានកាលណាបើសេចក្តីល្អនោះប្រកបដោយបញ្ញាផងហើយពាក្យថាធ្វើបុណ្យបានបុណ្យក៏មានអត្ថន័យដូចគ្នាដែរព្រោះបុណ្យគឺជាសេចក្តីល្អនឹងឯងពាក្យថាធ្វើបាបបានបាបមានមនុស្សមួយចំនួនយល់ថាធ្វើបាបបានលុយពិតមែនហើយធ្វើបាបបានលុយតែនឹងគឺជាការលក់ខ្លួនលក់បន់លក់ឧត្តមគតិលក់សេរីសួស្តីបដូរយកបាបអពមង្គលនិងសេចក្តីក្តៅក្រហាយមកដង្ហែជីវិតអ្វីដែលបានមកពីការធ្វើបាបដូចជាមាសប្រាក់និងសេចក្តីសប្បាយផ្សេងជាដើមត្រូវបានអស់ទៅស្ថិតនៅតែអារម្មណ៍នាំឲ្យសៅហ្មងចិត្តជាពិសេសត្រូវបានរស់នៅជាមួយនឹងខ្លួនឯងជាមនុស្សអាក្រក់ពាក្យថាទុក្ខសច្ចៈមិនមែនព្រះពុទ្ធអង្គទ្រង់សម្ដែងឲ្យមនុស្សយើងកើតទុក្ខទេពាក្យនេះបញ្ជាក់ពីចំណុចចាប់ផ្ដើមក្នុងការរំលត់ទុក្ខព្រោះទុក្ខសច្ចៈត្រូវកំណត់ដឹងមនុស្សយើងតែងស្វែងរកការសប្បាយដើម្បីបំភ្លេចទុក្ខតែនេះគឺយើងភ្លេចទុក្ខដោយខ្លួនឯងតែប៉ុណ្ណោះឯចំណែកទុក្ខវិញនោះមិនបានបំភ្លេចយើងទេពោលគឺទុក្ខមិនបានបាត់បង់ទៅណាឡើយដើរក្នុងព្រៃបន្លាដោយបិទភ្នែកព្រោះខ្លាចបន្លាមុតវាជារឿងលប់សតិយ៉ាងណាសត្វលោកខ្លាចទុក្ខក្នុងវដ្តសង្សារតែមិនមើលឲ្យឃើញទុក្ខនេះជាការល្ងងខ្លៅអង្គធัวបានដល់អវិជ្ជាការកំណត់ដឹងនៅទុក្ខរមែងឃើញទុក្ខព្រមទាំងហេតុឯផលសម្រាប់គឺជាសុខប្រៀបដូចឃើញបន្លាហើយមិនជន់បន្លាដូច្នោះឯងជាធម្មតាបន្លាមិនដែលមកមុតយើងទេមានតែយើងទេដែលដើរជន់បន្លានោះពាក្យថានិព្វានជាពាក្យដែលគួរនាំយកមកនិយាយគ្នាជាទូទៅពេញពិភពលោកព្រោះនិព្វានជាទិសដៅនៃមនុស្សគ្រប់គ្នាព្រះនិព្វានគឺជាទីបញ្ចប់នៃបញ្ហាជាការអស់ទៅនៃទុក្ខដែលមនុស្សគ្រប់គ្នាអាចសម្រេចបានព្រោះការរំលត់នៅតណ្ហាមនុស្សយើងដែលមានការប្រាថ្នាមានការចម្រើននៅតណ្ហាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះក៏ព្រោះតែចង់ដោះស្រាយនៅបញ្ហានឹងឯងដោយយល់ថាបញ្ហានៅត្រង់ការមិនមានឬខ្វះនៅរបស់នោះប៉ុន្តែតាមពិតបញ្ហាដែលថាមិនមានឬខ្វះនោះព្រោះតែមានតណ្ហាទេតើបើសិនបើមិនមានតណ្ហាទេសេចក្តីដឹងខ្លួនថាខ្វះខាតក្នុងចិត្តឬទុក្ខកង្វល់ព្រោះការខ្វះខាតរមែងមិនមានដោយពិតប្រាកដមនុស្សយើងដែលមិនដឹងតែងតែយកតណ្ហាមកដោះស្រាយបញ្ហាតែនេះវាជាការចម្រើនកពូននៅបញ្ហាទៅវិញទេដោយសារការចម្រើននៅតណ្ហាច្រើនឡើងក្នុងចិត្តមនុស្សខ្លួនឯងរាល់ថ្ងៃមនុស្សក្នុងពិភពលោកកំពុងតែធ្លាក់ចូលទៅក្នុងរណ្ដៅនៃតណ្ហាព្រោះតែមិនរង្គៀសចំពោះតណ្ហាក្នុងខ្លួនម្នាក់ថែមទាំងជ្រោមជ្រែង
ប្រព្រឹត្តទៅដើម្បីប្រកួតប្រជែងគ្នាសពបែបសពយ៉ាងទៀតផងដូច្នេះពាក្យថានិព្វានជាពាក្យនិយាយអំពីការអស់ទុក្ខអស់កង្វល់និយាយអំពីសន្តិភាពក្នុងមនុស្សម្នាក់ម្នាក់និងសន្តិភាពក្នុងពិភពលោកដើម្បីដោះស្រាយបញ្ហានៅក្នុងពិភពលោកមនុស្សគួរតែយកចិត្តទុកដាក់និយាយគ្នាអំពីនិព្វានដែលជាអរិយសច្ចៈដ៏សំខាន់និងដែលមានពិតប្រាកដជាទុក្ខនិរោធ19អនត្តានិងកម្មមានសំណួរសួរថាបើមិនមានខ្លួនទេតើអ្នកណាធ្វើបុណ្យតើអ្នកណាទទួលផលបុណ្យនិងតើអ្នកណាទៅព្រះនិព្វានចម្លើយពុទ្ធបរិស័ទយើងបានស្ដាប់ឮពាក្យថាអនត្តាប្រែថាមិនមែនខ្លួនប៉ុន្តែដោយមិនបានឃើញនៅខណ្ឌ5គឺរូបខណ្ឌ1វេទនាខណ្ឌ1សញ្ញាខណ្ឌ1សង្ខារខណ្ឌ1និងវិញ្ញាណខណ្ឌ1តាមពិតដែលមិនមែនជាសត្វបុគ្គលសួរខ្លួនមែននោះក៏កើតទៅជាឆ្ងល់ក្នុងបញ្ហានេះឡើងប្រសិនបើបានឃើញនៅខណ្ឌ5ដែលជាជីវិតនេះតាមសេចក្តីពិតហើយការឆ្ងល់អំពីអ្នកនេះអ្នកនោះទៀតមិនមានឡើយដោយបរមត្ថសច្ចៈបុណ្យក្តីបាបក្តីជាធម្មជាតិអាស្រ័យបច្ច័យកើតឡើងមិនមានអ្នកណាចាំបាច់មកធ្វើបុណ្យឬបាបនេះឲ្យកើតឡើងនោះទេប្រៀបដូចជាការកើតឡើងនៃផ្លេកបន្ទោឬអិនធនុដូច្នោះឯងបុណ្យនិងបាបសុទ្ធតែជាតួកម្មការដែលមានឱកាសដ៏សមគួរហើយក៏ជាបច្ច័យញ៉ាំងផលវិបាកឲ្យកើតឡើងដំណើរជីវិតគឺជាក្រសែនៃសង្ខារធัวសុទ្ធដែលកើតបន្តគ្នាប្រៀបដូចជាអណ្ដាតភ្លើងដែលចេះតែឆេះតគ្នាដរាបណាដែលនៅតែមានអុសដាក់សម្រាប់ឲ្យឆេះនោះឯងដោយសមតិសច្ចៈក៏មានការសន្មត់នៅក្រសែនៃសង្ខារធัวសុទ្ធនោះមួយខ្សែក្នុងសង្សារវដ្តនេះថាជាបុគ្គលនេះឬបុគ្គលនោះអញ្ចឹងទៅទោះជាសន្មត់ថាអ្នកនេះធ្វើកម្មឬអ្នកនោះទទួលផលកម្មក៏មិនមានសភាវៈធัวអ្វីបន្ថែមពីលើបរមត្ថសច្ចៈទៀតដែរវានៅត្រឹមតែជាក្រសែនៃសង្ខារធัวសុទ្ធដដែលគឺកិលេសនាំឲ្យកើតកម្មឯកម្មនាំឲ្យកើតផលវិបាករួចហើយព្រោះការមិនដឹងជាអវិជ្ជាក៏បង្កនៅកិលេសសភាពបែបនេះបន្តគ្នាអស់កាលដ៏យូរអង្វែងមកហើយដែលមិនអាចដឹងទីបំផុតខាងដើមនិព្វានគឺអស់កិលេសអស់កម្មអស់ផលវិបាករបស់កម្មអស់ទុក្ខអស់បញ្ហាអស់ក្រសែនៃសង្ខារអស់ការតាក់តែងដោយហេតុដោយបច្ច័យព្រោះការអស់ទៅយ៉ាងនេះឯងទើបមានការសន្មត់ថាបុគ្គលបានដល់នៅព្រះនិព្វានដែលថាបុគ្គលគឺសន្មត់ទៅលើក្រសែនៃសង្ខារធัวណាដូរមកចំហៀងទៀតទេណានិព្វានគឺអស់កិលេសអស់កម្មអស់ផលវិបាករបស់កម្មអស់ទុក្ខអស់បញ្ហាអស់ក្រសែនៃសង្ខារអស់ការតាក់តែងដោយហេតុដោយបច្ច័យព្រោះការអស់ទៅយ៉ាងនេះឯងទើបមានការសន្មត់ថាបុគ្គលបានដល់នៅព្រះនិព្វានដែលថាបុគ្គលគឺសន្មត់ទៅលើក្រសែនៃសង្ខារធัวដដែលនឹងឯងតែនេះមកអំពីខ្សែនៃសង្ខារធัวនោះត្រូវដាច់កិលេសត្រូវអស់ទុក្ខត្រូវរលត់ក្រសែរបស់សង្ខារធัวជាតួបរមត្តប្រព្រឹត្តទៅតាមច្បាប់ធម្មតាតាមហេតុតាមបច្ច័យនៃសង្ខារធัวនោះឯងចំណុចសំខាន់គឺមានការដឹងតន់ហើយចែកសមតិឲ្យដាច់ចេញពីបរមត្តពេលណាដែលយើងនិយាយដល់បរមត្តក៏និយាយទៅតាមបរមត្តពេលណាត្រូវប្រើសមតិក៏និយាយទៅតាមសមតិគឺកុំឲ្យជាបោកជារបល់នៃសេចក្តីគ្នានឹងត្រូវយល់អំពីបរមត្តមានស្មារតីរលឹកដឹងនៅសភាវៈធัวជាគោលចំហឬជាភូមិឋានទោះជាពោលអំពីរឿងរ៉ាវសត្វបុគ្គលក៏មិនប្រឡាក់ដោយចិត្តខិគឺការយល់ខុសដែរទាំងបរមត្តទាំងសមតិសុទ្ធតែចាំបាច់ទាំងអស់
បរមត្តជាសភាវៈរបស់ធម្មជាតិចំណែកសមតិជារឿងមានប្រយោជន៍សម្រាប់ការរស់នៅរបស់មនុស្សទាំងឡាយប៉ុន្តែបញ្ហាកើតឡើងព្រោះមនុស្សយើងយកបរមត្តមកច្បុកច្បល់ជាមួយនឹងសមតិគឺចូលទៅប្រកាន់យកតួបរមត្តឲ្យប្រព្រឹត្តទៅតាមសមតិទៅកើតភាពវឹកវរឡើងបរមត្តធម៌មិនវរវឹកឡើយព្រោះវាប្រព្រឹត្តទៅយ៉ាងនោះឯងតាមប្រក្រតីធម្មតាមិនតាក់ទងនឹងអ្នកណាប្រកាន់ឬមិនប្រកាន់ឡើយមានតែចំណែកខាងមនុស្សប៉ុណ្ណោះដែលវឹកវរក្រវាយក្រវល់នឹងយ៉ាងទៀតដោយមកអំពីបរមត្តធម៌មិនបានវឹកវរផងនឹងឯងទៅមនុស្សរឹងរិតទេវឹកវរឡើងព្រោះប្រឆាំងតោះនឹងសេចក្តីប្រាថ្នាដែលមនុស្សលោកនេះចេះតែចង់ឲ្យយ៉ាងនេះចង់ឲ្យយ៉ាងនោះពោលគឺចង់កែប្រែធម្មជាតិលហើយបញ្ហាចេះតែកើតឡើងដល់ខ្លួនឯង20អនត្តាទំនាស់ជាមួយកម្មឬទេអនត្តាធัวជាមួយនឹងកម្មមិនទំនាស់គ្នាឡើយផ្ទុយមកវិញអនត្តាមានការជ្រោមជ្រែងនៅកម្មព្រមទាំងបញ្ជាក់លក្ខណៈរបស់កម្មទៀតផងព្រោះធัวទាំងឡាយជាអនត្តាទើបមានកម្មកើតឡើងកម្មកើតអំពីបច្ច័យផ្សេងមានហេតុបច្ច័យអារម្មណបច្ច័យនិងអធិបតិបច្ច័យជាដើមក្នុងបណ្ដាបច្ច័យទាំងអស់មិនមានបច្ច័យណាជាអត្តាទូខ្លួនឡើយគឺសុទ្ធតែជាអនត្តាទាំងអស់ចេតនាជាតួកម្មកើតឡើងព្រោះអាស្រ័យបច្ច័យច្រើនដូច្នេះកម្មក៏ជាតួអនត្តាធัวផងដែរការបើកក្រសែធัวប្រព្រឹត្តទៅអង្គប្រកបគ្រប់យ៉ាងត្រូវកើតរលត់ហើយមានទំនាក់ទំនងគ្នាជាហេតុជាផលបន្តគ្នាមិនដាច់ក្រសែដែលមានសម្ព័ន្ធភាពតាក់ទងគ្នាដោយហេតុដោយបច្ច័យដូច្នេះទើបប្រព្រឹត្តទៅបានដោយមិនមែនមានអ្វីមកជារបស់ថិតថេរជាសត្វជាអត្តាទៀងទាត់ក្នុងសង្សារវដ្តមិនស្លាប់មិនរលត់នោះឡើយបើមានអត្តាគឺមិនមានកម្មនិងមិនមានផលវិបាករបស់កម្មទេព្រោះអត្តាមិនប្រព្រឹត្តទៅតាមហេតុតាមបច្ច័យតែក្នុងលោកនេះខន្ធលោកក្តីអាយតនៈលោកក្តីឃាតលោកក្តីមានអ្វីដែលមានខ្លួនឯងមិនប្រព្រឹត្តទៅតាមហេតុតាមបច្ច័យនោះការគិតយល់ប្រកបដោយសេចក្តីប្រកាន់ថាអត្តាមានជាតួសោយសុខសោយទុក្ខជាអ្នកធ្វើកម្មនិងជាអ្នកទទួលផលកម្មរហូតដល់អត្តាចូលដល់ព្រះនិព្វាននេះគ្រាន់តែជាតួនាមធម៌មួយបែបមានភាសៈជាបតដ្ឋាននិងមានអវិជ្ជាជាឧបនិស្សយបច្ច័យផងជាហេតុបច្ច័យផងកើតឡើងប៉ុណ្ណោះជាសភាវៈមិនទៀងជាទុក្ខនិងជាអនត្តាផងដែរអ្វីដែលជាអត្តាពិតប្រាកដរមែងមិនមានដូចជាការមិនមាននៃស្នែងសន្សាយអញ្ចឹងឯងដែលយើងគ្រប់គ្នាធ្វើកម្មនិងទទួលផលកម្មរាល់ថ្ងៃនេះរមែងធ្វើកម្មនិងទទួលផលកម្មដោយមិនត្រូវមានមនុស្សអ្នកធ្វើនិងមិនត្រូវមានមនុស្សអ្នកទទួលឡើយក្នុងសភាវៈធម៌ទាំងឡាយដែលប្រជុំរួមគ្នានិងប្រព្រឹត្តទៅជាក្រសែធម៌នោះត្រូវពិចារណាក្នុងផ្នែកដែលថាមានអ្វីខ្លះត្រូវចូលទៅជាបច្ច័យអ្វីតេតួងជាមួយអ្វីហើយមានផលអ្វីកើតឡើងក្នុងក្រសែនៃធម៌ទាំងនោះនឹងហេតុដូចម្ដេចបានជាក្រសែនៃធម៌មានការប្រែប្រួលព្រមទាំងផ្លាស់ប្ដូរភពភូមិកំណើតផ្សេងការមានហេតុដែលហៅថាកម្មគឺការធ្វើកើតឡើងជាបច្ច័យក៏រមែងមានផលវិបាកកើតឡើងក្នុងក្រសែធម៌នោះឯងក្រសែធម៌នេះវាដោយឡែកផ្សេងអំពីសមតិដែលយើងយកទៅបំពាក់ឲ្យនោះយើងបានយកសន្មតហៅក្រសែយើងបានសន្មតហៅក្រសែធម៌ដែលប្រព្រឹត្តទៅនោះឯងថាជាបុគ្គលនេះបុគ្គលនោះរួចហើយយើងសន្មតគ្នាថាបុគ្គលនេះបុគ្គលនោះជាម្ចាស់នៃកម្មជាអ្នកធ្វើកម្មនិងទទួលផលកម្មប៉ុន្តែក្រសែធម៌ដែលជាតួសភាវៈជាបរមត្តធម៌រមែងប្រព្រឹត្តទៅតាមប្រក្រតីរបស់ខ្លួនជាហេតុជាផលទៅព្រមស្រេចក្នុងខ្លួនឯងដោយបរិបូរគ្រប់គ្រាន់ហើយមិនចាំបាច់អាស្រ័យបុគ្គលនេះបុគ្គលនោះទើបមានហេតុមានផលកើតឡើងឡើយ
កាលណាកាលបើត្រូវនិយាយក្នុងផ្នែកក្រសែធัวថាប្រព្រឹត្តទៅយ៉ាងណាដោយហេតុអ្វីនិងជាផលយ៉ាងណាក៏និយាយទៅឬក៏ត្រូវនិយាយក្នុងផ្នែកបុគ្គលនេះបុគ្គលនោះជាអ្នកធ្វើកម្មនោះហើយត្រូវទទួលផលកម្មយ៉ាងនេះក៏និយាយទៅបើនិយាយក្នុងផ្នែកសមតិក៏ឲ្យដឹងថាកំពុងនិយាយក្នុងផ្នែកសមតិបើនិយាយអំពីបរមត្តក៏ត្រូវដឹងថាកំពុងនិយាយក្នុងផ្នែកបរមត្តកាលបើដឹងតាមសេចក្តីពិតដឹងទិសដៅនៃការនិយាយបែបនោះមិនប្រកម្មដោយចិត្តថេមិនច្របូកច្របល់ដូច្នេះរមែងសម្រាប់ជាប្រយោជន៍ទាំងអ្នកនិយាយទាំងអ្នកស្ដាប់ដោយបរមត្តអ្នកធ្វើកម្មមិនមានអ្នកសោយផលកម្មក៏មិនមានគឺមានតែធัวសុទ្ធដែលប្រព្រឹត្តទៅជាសង្សារវដ្តការឃើញយ៉ាងនេះទៅជាសមា